សេចក្តីទុកផ្លូវចិត្តនឹងអ្នកណាក៏កើតអ្នកណាក៏ស្ដាយក៏សំណោះដូចគ្នាទាំងអស់ហើយញោមត្រូវចាំថាការជួបនិងការព្រាត់នឹងគឺយើងមិនមែនតែមកមានមកជាតិនឹងទេព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថាគ្រាន់តែជួបព្រាត់គ្រាន់តែទឹកភ្នែកដែលយើងយំស្ដាយប្តីស្ដាយកូននឹងបើគិតទៅស្មើនឹងទឹកមហាសមុទ្រយីព្រះលោកប្រៀបធៀបចឹងហើយគ្រាន់តែសាច់ស្បែកសក់តសៃឆ្អឹងយើងចោលនៅលើពធរណីនឹងបីដូចជាដីនៅចោលគ្រប់កន្លែងចឹងចឹងបានពិធីបុណ្យសពគេតែងធ្វើពិធីបាចប្រាជ្ញលេខនឹងគេចង់ដើម្បីអីដើម្បីឲ្យយើងអ្នកនៅរស់នឹងរៀនពិចារណាថាអាសាច់ស្បែកសក់តសៃឆ្អឹងរបស់យើងនឹងតែងតែចោលរត់រាយដូចអាលេខដែលគេពងអាបាចតាមផ្លូវនឹងចឹងជាតិនឹងមកកើតនៅតែខ្មៅស្លាប់នៅតែខ្មៅគេដុតគេបូជាចោលសាច់ចោលឆ្អឹងនៅតែខ្មៅដាច់ខ្យល់ពីតែខ្មៅទៅកើតនៅព្រៃវែងទៅចោលសាច់ចោលឆ្បឹងនៅព្រៃវែងស្លាប់ខ្យល់ដាច់ចោលពីព្រៃវែងទៅកើតនៅកំពង់ចាមទៅចោលសាច់ចោលឆ្អឹងនៅកំពង់ចាមដាច់ចោលពីកំពង់ចាមទៅកើតនៅតកែវអាត្មាចោលសាច់ចោលឆ្អឹងនៅតកែវដាច់ចោលពីតកែវទៅកើតនៅសៀមរាបទៅចោលសាច់ចោលឆ្អឹងចោលសក់ចោលស្បែកនៅសៀមរាបទៅទៀតដើរតែចោលដូចលាជដែលគេបាចតាមផ្លូវនឹងចឹងគេឲ្យយើងពិចារណាចឹងហើយគ្រាន់តែការជួបព្រាត់ចំណែនប្រច័ននិន្ទាសុកទុកស្រឡាញ់ស្អប់ហ្នឹងគ្រាន់តែជួបហ្នឹងមិនមែនមកជាតិទេទាំងអស់គ្នាហ្នឹងញោមមកអាត្មានឹងជួនកាលជាតិមុនធ្លាប់ជាឪពុកអាត្មាជាម្ដាយអាត្មាជាញាតិជាបងជាប្អូនចឹងបានលោកអ្នកប្រាជ្ញគេតែងទូមានយើងថាកុំឲ្យចំណែនគ្នាកុំឲ្យឈ្នាននេះគ្នាហ្នឹងណាយាយគេឲ្យយើងរៀនស្រឡាញ់គ្នាកូនយើងកូនគេនឹងវាមើលអត់ឃើញជួនកាលអាកូនឯងពងអាចំណែនឈ្នាននេះពងអាខឹងពងអាចង់ឲ្យវានេះហ្នឹងស្រាប់បច្ច័យដនអីអាជាតិមុនអាកូនហ្នឹងត្រូវជាជក់ជាចៅទួតឯងទៅជាក្មួយឯងក៏វាមិនដឹងហ្នឹងហើយបើពិចារណាឲ្យល្អិតទៅអាសัตว์ដែលកំពុងអាលើកហូបដាក់ក្នុងមាត់ហ្នឹងអាហ្នឹងត្រូវជាញាតឯងក៏មិនដឹងហ្នឹងបើយើងពិចារណាពីវត្តដាក់ណាព្រោះវាវិលកើតស្លាប់លោកសំដែងតែវត្តដាក់ហ្នឹងវាវិលដូចដីដែលជាប់នៅកង់អាទេសចឹងអាទេសហ្នឹងវាវិលដល់ណាអាដីហ្នឹងវានៅតែវិលតាមជាប់កង់ហ្នឹងរហូតនឹងវិលចោះវិលឡើងវានៅតែកង់ចឹងអាវត្តដាក់ហ្នឹងគឺកើតស្លាប់តិចទៅកាមភពតិចទៅរូបភពតិចទៅអរូបភពវាវិលចោះវិលឡើងចឹងបានគេអត់ឲ្យយើងស្អប់គ្នាហ្នឹងណាញោមព្រះលោកបង្រៀនយើងឲ្យមានមេត្តាចិត្តដល់គ្នាហ្នឹងព្រោះណែហ្នឹងដែលយើងកំពុងតែស្អប់នឹងចៃដន្យជាតិមុនជាកូនយើងជាឪពុកយើងជាញាតិយើងហើយជួនកាលណែហ្នឹងពីមុនអត់ត្រូវជាញាតិយើងប៉ុន្តែឯងដាច់ខ្យល់មុនវាស្រាប់តែដាច់ខ្យល់ខឹងវាអាជីវ័នចិត្តហ្នឹងទៅកើតនៅក្នុងពោះវាហ្នឹងក៏មានហ្នឹងវាចឹងចឹងបានព្រះលោកថាឲ្យយើងរៀនផ្សាយមេត្តាចិត្តស្រឡាញ់គ្នាសង្គ្រោះគ្នាហើយសេចក្តីទុកហ្នឹងកុំឲ្យវាកើតខ្លាំងហ្នឹងដោយសារអីបានអាត្មាថាឲ្យរៀនកាត់សេចក្តីទុកហ្នឹងដោយសារអាហ្នឹងវាជាសច្ចភាពបងហើយយើងកែប្រែអត់បានគ្មានវិធីណាក្នុងការកែប្រែក្រៅអំពីខំប្រឹងប្រតិបត្តិធម៌ស្វែងរកនមោកធម៌ពលគឺការត្រាស់ដឹងដោយព្រះសម្មាសម្ពុទ្ធជាប្រធានជាឧទាហរណ៍ដែលលោកត្រាស់ដឹងហើយលោកបន្សល់ទុកផ្លូវណាដែលត្រូវដើរឲ្យរួចអំពីអាការកើតស្លាប់ហ្នឹងព្រះលោកគ្រាន់តែរកអាវិធីដើម្បីកិច្ចពីអាកើតស្លាប់នឹងលោកធុញណាអាកើតស្លាប់ខឹងស្អប់ជួបជុំព្រាត់ប្រាស់ស្រឡាញ់ស្អប់ចំណែនឈ្នាននេះនិនទាទៅសៅសុកទុកអានៅក្នុងលោកធម៌ហ្នឹងបានតែលោកខំប្រឹងដើររកវិធីរងាប់សេចក្តីទុកមើលអាជាតិចុងក្រោយនោះក៏ដើរខុសច្រើនណាស់បួសហើយនឹងទៅសិក្សាជាមួយអីសីតាបោះទៅធ្វើទុក្ករកិរិយាខ្លួនឯងជួនមិនតាន់ដល់ទុក្កិរិយាហ្នឹងទៅបួសហើយភ្លាមនឹងទៅសិក្សាជាមួយវាតៈជាមួយតាបោះផ្សេងសិក្សាពីវិធីផ្សេងណាអាខ្លះគេចងជើងឡើងលើក្បាលចុះក្រោមតែអាខ្លះដោះខោដោះអាវឈរហាលថ្ងៃចឹងទៅឲ្យកន្លែងនឹងវាស្ងួតណាហ្នឹងអាខ្លះទៅដេកលើដៃគោលដេកលើអំបែងសឹកអីចឹងទៅដើម្បីឲ្យហូរនឹងឈាមធ្លាក់ចុះមកលើផែនដីមកមានជំនឿផ្សេងពីគ្នាថាទៅមិនដើម្បីរងាប់សេចក្តីទុកកុំឲ្យវាជាប់ជាពាក់ហ្នឹងដល់គិតទៅអាវិធីអស់ហ្នឹងវាអត់មានវិធីណាដែលទៅរងាប់នៅសេចក្តីទុកក្រៅអំពីមជ្ឈិមាបដិបទាក្រៅអំពីអដ្ឋង្គិកមៈទាំង8ឬអរិយមគ្គទាំង8ដែលជាផ្លូវកដាលដែលយើងត្រូវដើរស្វែងរកមោក្ខធម៌ពលគឺការត្រាស់ដឹងអញ្ចឹងបានយើងគ្រប់គ្នាដែលកើតមកហើយជួបជុំហើយវាមានព្រាត់ប្រាសនឹងមកពីយើងនៅជាប់ជាពាក់ក្នុងវត្តដាក់ហ្នឹងអញ្ចឹងយើងចង់កិច្ចពីវត្តដាក់បើតើយើងដើរតាមផ្លូវ8ហ្នឹងណាហើយបើយើងអត់ដើរតាមផ្លូវ8ហ្នឹងទេយើងនៅតែប្រាថ្នាកើតទៀតអញ្ចឹងក៏